ចំពោះម៉ាក់ដែលត្រៀមចូលទៅធ្វើការវិញចាជំហានទាំងនេះគឺជួយអ្នកទាំងអស់គ្នាបានមុននឹងកូនរបស់អ្នកទាំងអស់គ្នាបដិសេធការបំបៅដោយដបទឹកដោះគោជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសម៉ាក់ដែលកំពុងត្រៀមខ្លួនត្រឡប់ទៅធ្វើការវិញចាសូមស្វាគមន៍មកកាន់ Channel NRTP សម្រាប់ម៉ាក់ដែលត្រៀមត្រឡប់ទៅធ្វើការវិញបន្ទាប់ពីសម្រាលហើយចាការបង្រៀនកូនឲ្យស្គាល់ដបទឹកដោះគោគឺជាជំហានដ៏សំខាន់មួយចាដើម្បីឲ្យកូនអាចបន្តទទួលការបំបៅបានយ៉ាងរលូនទោះបីជាម៉ាក់មិននៅជិតពួកគាត់ក៏ដោយជាទូទៅគឺអត់មានពេលវេលាណាមួយសមស្របជាក់លាក់ដែលត្រឹមត្រូវសម្រាប់គ្រប់កូននោះទេប៉ុន្តែម៉ាក់ទាំងអស់គ្នាអាចសិក្សាស្វែងយល់ពីជំហានទាំងអស់នេះបានចាសម្រាប់ចំណុចទី1គឺបន្ទាប់ពីសម្រាលហើយរយៈពេល3ទៅ4សប្តាហ៍ចាវិធីសាស្ត្រនេះគឺសម្រាប់ម៉ាក់ដែលប្រញាប់ឆាប់ត្រឡប់ទៅធ្វើការវិញចាអាចចាប់ផ្ដើមបង្រៀនកូនរបស់ម៉ាក់ទាំងអស់គ្នាក្នុងការឲ្យគាត់រៀនស្គាល់នៃការបំបៅដោយដបចាហើយរយៈពេល3ទៅ4សប្តាហ៍នេះគឺបើសិនជាយើងបដោតទៅលើបទពិសោធន៍នៅក្នុងការបំបៅដោះដល់កូនរបស់យើងគឺគាត់ចាប់ផ្ដើមស៊ាំទៅនឹងការបំបៅដោះរួចហើយក៏ដំណើរការនៃការបំបៅហ្នឹងក៏បានល្អរួចទៅហើយដែរចាអញ្ចឹងវាជាចំណុចមួយដែលម៉ាក់អាចពិចារណានៅក្នុងការចាប់ផ្ដើមបំបៅគាត់បានសម្រាប់ចំណុចទី2គឺជាការណែនាំរបស់អ្នកឯកទេសដែលជាជំរើសទូទៅគឺការបង្រៀនកូនឲ្យស្គាល់ពីការបំបៅដោយដបទឹកដោះគោគួរតែចាប់ផ្ដើមបន្ទាប់ពីសម្រាលហើយរយៈពេល4ទៅ6សប្តាហ៍ព្រោះអីរយៈពេលហ្នឹងគឺការផលិតទឹកដោះរបស់ម៉ាក់ទាំងអស់គ្នាគឺមានស្ថិរភាពរួចហើយចាហើយកូនគាត់ក៏ស៊ាំទៅនឹងដំណើរការនៃការបំបៅដោះរបស់ម៉ាក់ទាំងអស់គ្នាបានល្អរួចហើយដែរហើយក៏ជាពេលមួយដែលអាចកាត់បន្ថយហានិភ័យនៃការច្រឡំរវាងដោះម៉ាក់ផ្ទាល់ក៏ដូចជាដបទឹកដោះគោចាអញ្ចឹងវាជាពេលវេលាមួយដ៏មានសុវត្ថិភាពដែលម៉ាក់អាចពិចារណានៅក្នុងការណែនាំគាត់ឲ្យស្គាល់ទៅនឹងការបំបៅដោយដបទឹកដោះគោនេះបានចាអញ្ចឹងចំណុចទាំងពីរនេះគឺម៉ាក់អាចពិចារណាបានថាតើចំណុចមួយណាដែលសមស្របទៅនឹងស្ថានភាពរបស់ម៉ាក់ចាមួយវិញទៀតដែរតាមការណែនាំពីអ្នកជំនាញផ្នែកទារកនិងអ្នកប្រឹក្សាការបំបៅដោះគឺការបង្រៀនកូនឲ្យរៀនបៅដបទឹកដោះគោគឺអាចចាប់ផ្ដើមបង្រៀនបានហើយយើងធានាថាការបំបៅដោះម្ដាយមានស្ថិរភាពផងដែរគឺពេលវេលាដែលចាប់ផ្ដើមដ៏សមស្របគឺចាប់ពី4ទៅ6សប្តាហ៍ក្រោយសម្រាលប៉ុន្តែក៏វាអាស្រ័យទៅលើកូននីមួយៗផងដែរអញ្ចឹងម៉ាក់អាចរៀនសម្គាល់ទៅលើស្ថានភាពទាំងអស់ហ្នឹងនៅពេលដែលម៉ាក់ចាប់ផ្ដើមបង្រៀនគាត់ព្យាយាមបន្តិចម្ដងហើយសម្គាល់ថាតើយើងមានសមតុល្យឬក៏ balance នៅក្នុងការដែលគាត់បៅដោះរបស់យើងក៏ដូចជាបៅដបទឹកដោះគោយ៉ាងបាច់ដែរចាហើយចំណុចសំខាន់បំផុតគឺម៉ាក់ត្រូវចាំថាកុំចិត្តដល់ថ្ងៃចូលធ្វើការបានយើងចាប់ផ្ដើមបង្រៀនគាត់ឲ្យរៀនបៅដបទឹកដោះគោចាអញ្ចឹងគឺត្រូវត្រៀមមុនថាតើយើងគួរតែចាប់ផ្ដើមពីជំរើសទី1ទៅឬក៏ជាជំរើសទី2ដែលសមស្របសម្រាប់លក្ខខណ្ឌរបស់ម៉ាក់ចាហើយខ្ញុំសូមចែករំលែកបទពិសោធន៍ខ្ញុំផ្ទាល់ដែរសម្រាប់ខ្ញុំគឺជំរើសទី1ដែលចាប់ផ្ដើមបំបៅគាត់ដោយប្រើដបទឹកដោះគោនៅពេលដែលយើងសម្រាលហើយរយៈពេល3ទៅ4សប្តាហ៍ហ្នឹងវាជួយបានច្រើននៅក្នុងការបង្ការមិនឲ្យកូនបដិសេធអត់ព្រមបៅដបទឹកដោះគោចាអញ្ចឹងម៉ាក់អាចពិចារណាបានថាតើជំរើសមួយណាសមស្របចាអញ្ចឹងគន្លឹះសំខាន់សម្រាប់ម៉ាក់ចាជាពិសេសម៉ាក់ដែលត្រៀមខ្លួនធ្វើការ
ចាអញ្ចឹងគួរតែពិចារណាទៅលើជំរឿទាំងពីរហ្នឹងថាតើជំរឿមួយណាដែលសមស្របហើយគម្រោងចាំរហូតដល់យើងមានពេលខ្លីហើយហួសពេលនៅក្នុងការបង្រៀនគាត់នៅក្នុងការបំបើដបទៅដល់គោចាព្រោះកូនកាន់តែមានវ័យកាន់តែធំគឺគាត់មានអារម្មណ៍ផ្សារភ្ជាប់ទៅនឹងការបំបើដោះយើងកាន់តែខ្លាំងអញ្ចឹងនៅពេលដែលយើងចង់បង្រៀនគាត់ឲ្យគាត់រៀនបើដបទៅដល់គោវាអាចជាបញ្ហាប្រឈមខ្លាំងធ្វើឲ្យកូនគាត់អត់ស៊ាំទៅនឹងស្ថានភាពក្បាលរបស់ដបទៅដល់គោចាហើយគាត់មានអារម្មណ៍ថាគាត់ឃ្លាតឆ្ងាយពីយើងផងហើយនឹងมันមានអារម្មណ៍ធម្មជាតិដូចគាត់បើទឹកដោះរបស់ម៉ាក់ដល់គ្នាអញ្ចឹងម៉ាក់ត្រូវតែពិចារណាសំខាន់គឺទៅលើរយៈពេលដែលម៉ាក់គួរតែចាប់ផ្ដើមនៅក្នុងការបង្រៀនគាត់ចាហើយចំណុចសំខាន់មួយទៀតនៅពេលដែលម៉ាក់មានផែនការនៅក្នុងការបង្រៀនកូនឲ្យស្គាល់ដបទៅដល់គោហើយគួរតែចាប់ផ្ដើមបូមទឹកដោះយើងទុកជាបណ្ដាហើយយើងខ្លះសេនៅក្នុងទូទឹកកកទៅចាហើយបើសិនជាម៉ាក់ចង់ដឹងវិធីសាស្ត្រនៅក្នុងការបូមទឹកដោះហើយយើងរក្សាទុកបែបម៉េចគឺខ្ញុំនឹងចែករំលែកបន្តទៀតនៅវីដេអូបន្តចាអញ្ចឹងនៅត្រង់វីដេអូនេះគឺជាចំណុចសំខាន់គឺយើងត្រូវពិចារណាទៅលើការបូមទឹកដោះយើងទុកបើសិនជាម៉ាក់ពិតជាបដិញ្ញាចិត្តនៅក្នុងការឲ្យកូនបើទឹកដោះរបស់ម៉ាក់ផ្ទាល់ទៅតាមអាយុកាលកំណត់ណាមួយចាព្រោះអីម៉ាក់អាចនឹងដឹងហើយថាការដែលឲ្យកូនបើទឹកដោះរបស់យើងផ្ទាល់វាមានសារៈប្រយោជន៍អ្វីខ្លះចាអញ្ចឹងម៉ាក់អាចនឹងពិចារណាផងដែរទៅលើវិធីសាស្ត្រថាធ្វើបែបម៉េចដើម្បីយើងមិនបំបើដោះគាត់តែយើងនៅតែមានទឹកដោះយើងឲ្យគាត់បើរហូតដល់ពេលកំណត់ណាមួយដើម្បីឲ្យកូនរបស់យើងមានសុខភាពរឹងមាំល្អចាហើយអាចធន់ទៅនឹងស្ថានភាពជំងឺមួយចំនួនដែរព្រោះនេះជាប្រយោជន៍នៃការបំបើដោយទឹកដោះម្ដាយចាចំណុចដ៏សំខាន់មួយទៀតគឺការបង្កើតទម្លាប់ឲ្យស្រដៀងគ្នាឬក៏ដូចគ្នាជារៀងរាល់ថ្ងៃដើម្បីឲ្យកូនរបស់ម៉ាក់ទាំងអស់គ្នាស៊ាំទៅនឹងការបំបើទាំងដោះម៉ាក់ផ្ទាល់ក៏ដូចជាដោយការបំបើដោយដបទៅដល់គោផងដែរចាតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺកូនរបស់ខ្ញុំគាត់ត្រូវបានបំបើដោយដបទៅដល់គោនៅពេលដែលខ្ញុំចាប់ផ្ដើមចេញទៅធ្វើការហើយខ្ញុំចាប់ផ្ដើមបំបើគាត់ដោយទឹកដោះរបស់ខ្ញុំវិញនៅពេលដែលខ្ញុំត្រឡប់មកដល់ផ្ទះវិញចាហើយនៅពេលយប់ក៏ខ្ញុំបន្តបំបើគាត់ដោយដោះរបស់ខ្ញុំបន្តផងដែរចាចំណុចនេះផងដែរក៏សំខាន់សម្រាប់ម៉ាក់ក៏ដូចជាកូនបើសិនជាយើងចង់បង្កើននៅអារម្មណ៍ផ្សារភ្ជាប់ជាមួយកូនឲ្យបានច្រើនគឺជាការបំបើដោយដោះយើងផ្ទាល់គឺវាជាចំណុចសំខាន់បំផុតចាហើយមួយទៀតគឺធ្វើឲ្យកូនគាត់មានអារម្មណ៍កក់ក្ដៅថានៅពេលដែលគាត់នៅជាមួយខ្ញុំផ្ទាល់គាត់បានបើទឹកដោះរបស់ខ្ញុំដោយដោះផ្ទាល់ហើយនៅពេលដែលគាត់ទៅជាមួយយាយឬក៏អ្នកមើលថែគាត់ចន្លោះពេលដែលខ្ញុំមិននៅជាមួយគាត់គឺគាត់បើជាមួយទៅនឹងដបទៅដល់គោដែលធ្វើឲ្យគាត់ងាយនឹងទទួលយកទៅការបំបើដោយដបទៅដល់គោនេះផងដែរចាហើយចំណុចសំខាន់មួយទៀតដោយសារតែអ្វីដែលខ្ញុំជម្រាបជូនវាជាបទពិសោធន៍ខ្ញុំផ្ទាល់ក៏ដូចជាអ្វីដែលខ្ញុំធ្វើការស្រាវជ្រាវនៅក្នុងការផ្ដល់ជាព័ត៌មានដើម្បីឲ្យម៉ាក់ទាំងអស់គ្នាសិក្សាស្វែងយល់ទៅលើចំណុចទាំងអស់នេះប៉ុន្តែប្រសិនបើម៉ាក់ទាំងអស់គ្នាមានអារម្មណ៍ថាបារម្ភខ្លាំងចង់ដឹងឲ្យពិតប្រាកដថាតើវិធីសាស្ត្រណាមួយមានសុវត្ថិភាពទៅដល់ការបង្រៀនកូនបំបើដបទៅដល់គោម៉ាក់អាចពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដើម្បីស្នើសុំការផ្ដល់ការប្រឹក្សាយោបល់ពីគាត់បានដើម្បីធានាថាម៉ាក់ចាប់ផ្ដើមនៅការថែទាំក៏ដូចជាជំហាននីមួយៗប្រកបដោយសុវត្ថិភាពជាមួយកូនរបស់ម៉ាក់ផ្ទាល់ផងដែរ
ចាមួយទៀតព្យាយាមសង្កេតថាតើនៅពេលដែលម៉ាក់ចាប់ផ្ដើមអនុវត្តទៅតាមគន្លឹះណាមួយដែលម៉ាក់បានស្រាវជ្រាវឬក៏សិក្សាស្វែងយល់ថាតើវាមានចំណុចល្អឬក៏ចំណុចព្រួយបារម្ភអីខ្លះដែលម៉ាក់ត្រូវតែចាត់វិធានការក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលាផងដែរចាអញ្ចឹងវាជាចំណុចសំខាន់ដែលម៉ាក់គួរតែពិចារណានៅក្នុងករណីថាយើងចង់ដឹងច្បាស់យើងអាចទៅពិគ្រោះជាមួយអ្នកឯកទេសដើម្បីឲ្យប្រកាសថាអ្វីដែលម៉ាក់សម្រេចចិត្តគឺវាជាជំរើសមួយដ៏ល្អត្រឹមត្រូវនៅក្នុងការអនុវត្តជាមួយកូនជាទីស្រឡាញ់របស់ម៉ាក់ចាហើយមួយវិញទៀតសូមឲ្យម៉ាក់ចងចាំផងដែរថាការបំបើកូនដោយដបទៅដោះគោគឺជាដំណើរការមួយដែលយើងត្រូវការពេលវេលាហើយនឹងការអត់ធ្មត់ជាពិសេសនៅពេលដែលម៉ាក់ចាប់ផ្ដើមបង្រៀនកូនឲ្យស្គាល់ដបទៅដោះគោហើយកូនរបស់ម៉ាក់ផ្ទាល់ហ្នឹងគឺចាប់ផ្ដើមបដិសេធអត់ព្រមបើវាអញ្ចឹងគឺជាពេលមួយដែលយើងពិតជាត្រូវការអត់ធ្មត់ឲ្យបានច្រើនមែនតើចាហើយវិធីសាស្ត្រតែមួយมันប្រកាសថាសមស្របទៅនឹងស្ថានភាពរបស់មនុស្សគ្រប់គ្នានោះទេគឺវាអាស្រ័យទៅលើស្ថានភាពកូនក៏ដូចជារាងកាយរបស់ម៉ាក់ផ្ទាល់ចាអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ចាហើយនេះខ្ញុំសង្ឃឹមថាគន្លឹះទាំងអស់នេះអាចជួយម៉ាក់បានខ្លះនៅក្នុងការពិចារណាពីពេលវេលាសមស្របក៏ដូចជាវិធីសាស្ត្រសមស្របនៅក្នុងការបំបើកូនដោយដបទៅដោះគោចាហើយការពីវីដេអូមុនផងដែរបើសិនជាម៉ាក់តាមដានវីដេអូខ្ញុំការពីមុនខ្ញុំធ្លាប់បានចែករំលែករួចហើយពីវិធីសាស្ត្រក្នុងការដោះស្រាយពេលកូនអត់ព្រមបើកដបទៅដោះគោហើយយើងអាចធ្វើបែបម៉េចខ្លះដើម្បីឲ្យគាត់ព្រមទទួលយកការបំបើដោយដបទៅដោះគោចាអញ្ចឹងបើសិនជាម៉ាក់កំពុងតែមានបញ្ហានេះចាអញ្ចឹងអាចស្វែងរកវីដេអូដែលខ្ញុំបានចែករំលែកការពីមុនបានដើម្បីសិក្សាស្វែងយល់បន្ថែមថាតើគួរធ្វើបែបម៉េចខ្លះដើម្បីឲ្យកូនគាត់ព្រមទទួលយកការបំបើដោយដបទៅដោះគោចាហើយខ្ញុំនឹងក៏ដាក់ link មួយនៅក្នុងប្រអប់ comment ផងដែរដើម្បីឲ្យម៉ាក់ងាយនឹងស្វែងរកផងដែរចាអរគុណច្រើនសង្ឃឹមថាយើងនឹងជួបគ្នាបន្តទៀតនៅវីដេអូបន្តទៀតចាអរគុណ